នេះសួរបងខ្ញុំបាទសួរអតិថិជនបងប្រុសខ្ញុំដែលគាត់បាទដែលគាត់យករបស់ណាមិញបងណាចង់ចែមិញនេះបោះបងបាទសួរដោយសារអីចង់ចែករំលែកទៅអតិថិជនដែរសួរសំណួរបងអូនទី1ណាបងណាសំណួរទី1ហេតុអីបានបងយករបស់ហ្នឹងមកសបកន្លែងបងអូនសំណួរទី1មូលហេតុបាទរបស់ដូនតារបស់បងទី1មានទំនុកចិត្តអញ្ចឹងណាបាទទីថាធ្វើឲ្យអតិថិជននឹងមានទំនុកចិត្តបាទហើយយើងកាន់សច្ចៈដែរយើងកាន់ខាងពុទ្ធសាសនាដែរអញ្ចឹងណាបាទបងប្រុសបាទហើយយើងអត់ឲ្យខូចឈ្មោះបាទអត់មានអតិថិជនទុកចិត្តអញ្ចឹងទៅมันគេបង្វាញมันបន្លំมันដូរអីចឹងទេបាទយើងរក្សាគេឈ្មោះយើងអត់មានឲ្យអតិថិជនមានទំនុកចិត្តបាទបងប្រុសអរគុណអញ្ចឹងបានន័យថាអ្វីដែលបងហ៊ានយករបស់មកសបអូនហ្នឹងគឺទី1ទំនុកចិត្តណាបងណោះហើយបាទហើយទី2អត់ខ្លាចដូរបាទទំនុកចិត្តហ្នឹងគឺបងខ្លាចទី1ហ្នឹងគឺដូរហ្មងបងហ្នឹងគឺដូររបស់យើងអូខេហ្នឹងហើយទី2ដែលបងនេះគឺសេវាកម្មលឿនអត់បងប៉ុណ្ណឹងអាចចាត់ទុកថាលឿនអត់បាទ5 6ថ្ងៃមិនទៅហើយមួយសើមិញតែបងបាទសំខាន់គុណភាពសំខាន់លឿនពេកទេលឿនអត់លឿនពេកទេសំខាន់គុណភាពឥឡូវបងមើល80តៃម៉ែនភាគរយខ្ញុំថា100%បងអូខេហ្នឹងហើយអញ្ចឹងបងអរគុណមែនតើសម្រាប់ពុកម៉ែបងប្អូនដែលបានចូលមើលវីដេអូនេះហើយអញ្ចឹងអ្វីដែលបងប្អូនសុំថតបងដោយបងអនុញ្ញាតឲ្យនឹងគឺចង់ជម្រាបពុកម៉ែបងប្អូនថាអ្វីលើការទំនុកចិត្តបាទទំនុកចិត្តហើយណាមួយដូចខ្ញុំជម្រាបបងប្រុសមិនអញ្ចឹងបាទគឺយើងរកស៊ីខ្ញុំប្រកាន់គឺគុណធម៌ហើយភាពច្បាស់លាស់ពុកម៉ែបងប្អូនណាបាទពីព្រោះជីវិតយើងគង់តែស្លាប់ទៅពុកម៉ែបងប្អូនអញ្ចឹងការរកស៊ីយើងកុំចង់មានពេកបាទចង់បានរបស់គេថ្ងៃហ្នឹងថ្ងៃក្រោយគឺចប់បាទហើយវាធ្វើឲ្យខូចគេឈ្មោះខ្មែរពុកម៉ែបងប្អូនបាទពួកខ្មែរយើងដូនតាយើងនេះប្របាទជ័យវរ្ម័នទី7បាទគឺសច្ចៈទៀងត្រង់បាទគឺបណ្ដានដូនតាយើងសច្ចៈទៀងត្រង់គឺធ្វើឲ្យជីវិតបាទมันមានខាងពេកក៏មិនក្រពេកមិនល្មមជីវិតត្រូវអត់បងសំណាញ់បាទដូចបងប្រុសខ្ញុំអ្នកបោះអាវនៅលក់កណាត់នៅណាបងយើងនៅគុំកងគៀបរបស់យើងនេះហ្នឹងចែកចាយអញ្ចឹងបងណាអូខេបងអ្នកបោះដុំកណាត់កៅអៅអញ្ចឹងចង់បានកណាត់កៅអៅជួយសបផ្សាយបងខ្ញុំវិញហ្នឹងហើយអរគុណបងសំឡាញ់ណាបាទអរគុណបងប្រុស